គ្រប់ជ្រើសួរប្រិមត្តអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះនិយាយអំពីប្រេងនិទានទន្លេសង្ហរដែលប្រជាជនគាត់និយាយថាឲ្យតែតកកនឹងអាលៀមដងគេប្រមូលបានសាកសពជាច្រើនមែនទែនគ្រាន់តែនិយាយអញ្ចឹងរៀងព្រឺរោមតិចៗមានកំឡោះម្នាក់ហ្នឹងគាត់ធ្វើខាងខំផ្នែកគណនេយ្យតែថ្ងៃមួយហ្នឹងគាត់ដើរខ្ញុំកាត់ហ្នឹងប៉ះចំមករឿងហ្នឹងរន្ធត់ដោយចាយដនបដោយប្រសិនបើប្រិមត្តអស់គ្នាមានអារម្មណ៍ថាវាដូចរៀងខ្លាចកុំភ្លេចដាក់ដៃមកភ័ក្រដែលគាត់ចូលចិត្តស្ដាប់រឿងបែបអញ្ចឹងមកអង្គុយស្ដាប់បានជុំគ្នាជាការកំសាន្តមួយរយៈនេះគឺខ្ញុំធ្វើការច្រើនមែនទែនហ្មងជាពិសេសគឺចោះតាមបណ្ដាខេត្តកាលនៅពេលហ្នឹងខ្ញុំចោះទៅស្រង់ស្ថិតិនៅភូមិមួយដែលខ្ញុំចងចាំហ្មងពេលហ្នឹងធ្លាក់ប្រឡូយវេទនាខ្លាំងមែនតើហ្មងជាការចងចាំរបស់ខ្ញុំណាហើយលោកមេភូមិហើយនឹងប្រជាជននៅហ្នឹងគាត់មានទូនាទីដើម្បីមើលការខុសត្រូវឲ្យខ្ញុំអញ្ចឹងនៅពេលហ្នឹងរសៀលប្រហែលជាខ្ទង់3កន្លះហើយស្រាប់តែមើលហ្នឹងវាចោះអាប់ច្រើនហើយធ្លាក់ប្រឡក៏វាកាន់តែច្រើនមកទៀតពួកគាត់ទាំងពីរក៏បាននាំខ្ញុំនោះដើរទៅតាមផ្លូវកាត់គាត់ថាដើរតាមផ្លូវទៅឆ្លងតាមកន្លែងដីកកហ្នឹងទៅគឺទៅដល់ភូមិហ្មងដល់អញ្ចឹងខ្ញុំក៏បានតាមគាត់ហើយគាត់សើខ្ញុំណាគាត់ថាដើរលឿនមកត្រឹមហ្នឹងឯងនឹងនិយាយតាមត្រង់ទៅមនុស្សធ្លាប់ធ្វើការនៅក្នុងអូហ្វីនឹងឲ្យមកដើរចេញអញ្ចឹងមិនដើរទាន់គេហត់ក៏ហត់តិចក៏តិចដល់ពេលហ្នឹងដើរចូលកន្លែងតំបន់នឹងភ្លាមខ្ញុំមានអារម្មណ៍ដូចអត់ស្រួលភ្លាមហើយខ្ញុំក៏សួរគាត់ទៅខ្ញុំថាដើរកន្លែងហ្នឹងស្អីគេអញ្ចឹងយើងសួរគាត់ច្រើនពេកទៅគាត់មានអារម្មណ៍ថាធូនយើងវិញដល់អញ្ចឹងហើយលោកមេភូមិក៏បាននិយាយទៅគាត់ថាកុំសួរច្រើនពេកអូនដើរមកឲ្យតែទាន់គេមកដល់អញ្ចឹងខ្ញុំក៏រៀងមានអារម្មណ៍ថាយើងនិយាយច្រើនពេកឬក៏មិនខ្លាចគេធុញអីចឹងប៉ុន្តែនៅក្នុងចិត្តគឺចាប់ផ្ដើមអត់ស្រួលតាំងពីខ្ញុំដាក់ជើងលើអាតកហ្នឹងម៉េះដល់ពេលដើរទៅបានពាក់កណ្ដាលហ្នឹងខ្ញុំក៏និយាយទៅខ្ញុំថាអត់កើតទេលោកមេភូមិកន្លែងហ្នឹងអីដែរតាំងតែគាត់ដឹងណាថានៅលើហ្នឹងគឺដើរកំពុងតែដើរជួននៅលើហ្នឹងគឺទលេប៉ុន្តែគាត់អត់មានប្រាប់ខ្ញុំសោះហើយខ្ញុំអ្នកចំណូលថ្មីខ្ញុំឯណាទៅដឹងថាកន្លែងដែលខ្ញុំកំពុងដើរជួនហ្នឹងគឺជាទឹកទលេដល់ពេលហើយមានណាងផុងដល់ពេលផងខ្ញុំប្រាប់គាត់ថាឲ្យត្រឡប់ថយក្រោយវិញគាត់អត់ស្ដាប់ខ្ញុំទេហើយស្ដីឲ្យខ្ញុំទៀតស្ដីយកហ្មងម្ដងនោះថាឲ្យខ្ញុំខ្លាំងណាដល់អញ្ចឹងខ្ញុំបិទមាត់ដូចកញ្ចប់អញ្ចឹងអត់ហ៊ាននិយាយអីទេតាំងតែអារម្មណ៍របស់ខ្ញុំមានអារម្មណ៍ថាអត់ល្អទេដូចមានស្អីនៅខាងក្នុងតកហ្នឹងអញ្ចឹងមាត់ប្រហុករបស់ខ្ញុំបិទអត់ទាន់ចិត្តថងពីក្រោយខ្នងហ្នឹងស្ទើរតែប្រេះប្រោកមានណាដូចខ្ញុំគិតអញ្ចឹងឯងតកហ្នឹងវាអាលាយដល់ពេលអាលាយទៅវាប្រេះចំពាក់កណ្ដាលហ្នឹងពួកខ្ញុំទាំង3នាក់ហ្នឹងបែកគ្នាហ្មងហើយអ្វីដែលសំខាន់ណាគាត់2នាក់ហ្នឹងមានគ្រោះថ្នាក់បើខ្ញុំវិញខ្ញុំមិនដឹងថាប្រាជួយឬក៏មិនទេថាមនុស្សធ្វើល្អដល់អញ្ចឹងខ្ញុំឈរចំមកកន្លែងតកផ្ទាំងប្រប៉ុណ្ណាដល់អញ្ចឹងឲ្យខ្ញុំទប់លំនឹងបានល្អប៉ុន្តែពីអ្នកគាត់ហ្នឹងអត់មានវាសនាល្អដូចខ្ញុំទេឈរចំមកផ្ទាំងតកទូចមួយហើយឃ្លៀងដល់ពេលអាតកនោះវាលាយទៅដល់អញ្ចឹងវាមិនពិបាកទប់លំនឹងហើយពួកគាត់រៀងធ្ងន់ផងអញ្ចឹងលេចពាក់កណ្ដាលខ្លួនអីចឹងទៅមនុស្សកំពុងតែស្លន់ណាជួបរឿងនឹងហាស្ទើរតែមើលនឹងក្រុមជើងប្រាក់អស់ហើយចេញយកសាកសពមកសាកសពនឹងដឹងស្លាប់តាំងកាលណាទេគ្រាន់តែដឹងថាថែអាសានៅរូបរាងមនុស្សបានដោយសារតែបែរទៅជាមិនដឹងណាពេលហ្នឹងខ្ញុំឆ្លន់ហ្មងងត់ឈឹងអត់ដឹងត្រូវធ្វើមិនបន្តទៀតណាបានឈរលើផ្ទាំងតកប៉ុណ្ណាហ្នឹងកុំអីខ្ញុំស្លន់ស្រួលធ្លាក់ចូលទឹកទន្លេហ្នឹងសំឡេងស្រែកឡើងពេញកន្លែងហ្នឹងទាំងខ្ញុំផងទាំងលោកមេភូមិផងហើយទាំងបរិសម្នាក់នោះដែលមកជាមួយគ្នាហ្នឹងជាតែពេលហ្នឹងបរិសម្នាក់ហ្នឹងគាត់បានស្រែកហៅខ្ញុំគាត់ប្រាប់ថាឲ្យជួយគាត់ផងគាត់លើកដៃមកដើម្បីឲ្យខ្ញុំហ្នឹងចាប់ហើយខ្ញុំក៏ត្រៀមនឹងចាប់ដៃគាត់ដែរអាដៃហើយនឹងដៃរងនឹងផាត់គ្នាហ្នឹងស្រាប់តែលុចចេញអាដៃណាឡើងអាលួយក្លែកដាក់មកដាក់ពីលើខ្នងរបស់គាត់ហ្មងដាក់បុតមានណាគាត់ហ្នឹងធ្លាក់ចូលទៅក្នុងទឹកទន្លេហ្នឹងបាត់ភ្លឹបទៅបាត់ហ្មងប្រហែលជាសាកសពហ្នឹងសាកសពមកលក្ខណៈវារឹងធ្ងន់ណាដល់ពេលអញ្ចឹងទៅប៉ះគាត់ទៅប្រហែលជាសកត់គាត់ធ្លាក់ចូលទៅក្នុងទឹកទន្លេហ្នឹងបាត់ស្មោឈឹងហ្មងដល់ជុំខ្ញុំភ័យណាឃើញស្ទភាពនឹងផ្ទាល់ភ្នែកភ្នែកបងថាញ័រអស់ហើយចង់លេចនោមដាក់ខោបរោះដូចខ្ញុំដើមទ្រូង5ហាត់ពិតមែនណាក៏ប៉ុន្តែឃើញរឿងអញ្ចឹងខ្ញុំយំហ្មងខ្ញុំហូរទឹកភ្នែកដោយសារតែខ្ញុំអត់ឃើញបរោះម្នាក់ហ្នឹងលេចចូលទៅក្នុងទឹកនៅមុខខ្ញុំហ្មងណាដល់មកទូក្រោយមកហ្នឹងខ្ញុំក៏លេចមើលទៅលើលោកពូមេភូមិខ្ញុំទៅជួយមិនកើតបើលេងនឹងក្បែរខ្លួនគាត់ចោលតែដៃនឹងដៃសាកសពហ្នឹងប្រហែលជាសៃទាញឬក៏មិនអីមិនដឹងទេប្រហែលជាប៉ះខ្លួនគាត់ក៏ធ្ងន់ពេកក៏លិចគាត់ចូលទៅក្នុងនឹងបាត់ទៀតខ្ញុំទៅហូរយកមកទំហឹងមនុស្សផុសបាត់ហើយដល់អញ្ចឹងខ្ញុំអត់ដឹងថាគួរធ្វើមិនគួរក្បាលរបស់ខ្ញុំទៅទេស្អាតនៅកលើទឹកទន្លេហ្នឹងផលចូលមកសុទ្ធតែសាកសពទាំងអស់តែដោយសារតែខ្ញុំគឺជាមនុស្សល្អគិតល្អធ្វើល្អទឹកដោះម្ដាយថ្លៃក៏បានការពារខ្ញុំបានណាហើយដុំតកដែលខ្ញុំអង្គុយហ្នឹងវាដុំធំអញ្ចឹងវាអត់រលាយទេស្ទើរតែមិនដឹងថាមកពីសាកសពនឹងវាជួយរំកិលខ្ញុំឲ្យទៅដល់ច្រាំងឬក៏មិនទេអាហ្នឹងខ្ញុំឧបមាអញ្ចឹងណាស្ទើរតែពេលហ្នឹងខ្ញុំបានរួចផុតជីវិតណាបាទដល់ផ្ទះដីឈឺចាប់តាំងពីពេលហ្នឹងមកឲ្យតែឃើញតកខ្លាចបាក់ស្បាតហ្មងសាច់រឿងខ្ញុំដល់ទីបញ្ចប់ជួបគ្នាវីដេអូក្រោយបាយ